បាទជាខ្ញុំជាសិល្បករសិល្បករនេះទាំងអស់សូមលោកអង្គការជំរាបសួរបងប្អូនជនរួមជាតិខ្មែរទាំងអស់ក្នុងឱកាសដ៏ល្អគឺឱកាសអ្វីទៅចា៎គឺការបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពុទ្ធសករាជ2546ឈានចូល2547និងគ្រិស្តសករាជ2002ចូល2003ឆ្នាំមកមែនបាទកញ្ញាចំណាយឆ្នាំអីដែរនាងខ្ញុំណាបាទអត់ត្រាប់ទេនាងខ្ញុំទុកឲ្យបងប្អូនទូទាយទៅបើសិនជាដល់ឆ្នាំមកមែនប្រហែលជាមានសំណាងល្អមែនទេក្នុងឱកាសឆ្នាំថ្មីនេះហើយផលិតកម្ម MK ក៏សូមប្រសិទ្ធផលជ័យជូនដល់បងប្អូនជនរួមជាតិទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីនេះសូមឲ្យជួបតែពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបរិយាកុំបីឃ្លៀងហើយនៅក្នុងថ្ងៃនេះដែរដែលមានបាទសិល្បករសិល្បករនីចូលរួមសម្ដែងរហូតដល់ជាង100នាក់ដើម្បីកំដរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងនេះហើយសង្ឃឹមថាលោកលោកស្រីនិងកំពុងតាមដានទស្សនានោះនឹងសប្បាយរីករាយជាមួយនឹងសិល្បករសិល្បករនីហើយអ្វីដែលពិសេសទៀតនោះបើសិនជាយើងខ្ញុំទាំងអស់គ្នាមានចំណុចកង្វះខាតគឺសូមទីទានកាយលម្អគឺយើងរីករាយនឹងទទួលការទីទាននេះជាបំណងល្អពីប្រតិកម្ម MK ដែលលោកបានជម្រាបជូនថានឹងទទួលការទីទានដើម្បីស្វែងរកជំនឿចាជាមួយគ្នានេះដែរកម្មវិធីរបស់ MK គឺប្រតិកម្មមួយនេះក៏បាននាំលោកលោកស្រីអ្នកនាងកញ្ញាជួបនឹងតារាជាច្រើនរូបហើយមានសម្លេងពីរោះរូបសម្ផស្សស្រស់ស្អាតយកមកជូនលោកអ្នកនាងទស្សនានិងស្ដាប់បទចម្រៀងកម្សាន្តដែលខុសពីឆ្នាំមុនគឺសិតសឹងតែផលិតកម្មម៉ូនីកាបានធ្វើនៅវត្តប្រាសាទនោះឥឡូវនេះគឺមកធ្វើនៅទូរទស្សន៍ជាតិដែលមានទីកន្លែងស្អាតហើយនឹងរូបភាពច្បាស់ល្អពេលមួយកម្រិតទៀតនោះគឺលោកអ្នកនាងកញ្ញានឹងបានសប្បាយរីករាយនៅក្នុងឱកាសឆ្នាំថ្មីហើយក៏មានតារាចូលរួមច្រៀងល្បីជាច្រើនរូបផងហើយនឹងតារាសម្ដែងក៏ច្រើនដែរហើយនឹងអ្វីដែលពិសេសនោះកញ្ញាដឹងទេចា៎អ្វីទៅបាទគឺធាតុអាកាសគឺម៉ាស៊ីនត្រជាក់មិនត្រជាក់ទេគឺបានម៉ាស៊ីនត្រជាក់យើងនៅក្រោមម៉ាស៊ីនត្រជាក់ទោះបីរងឥឡូវខ្ញុំដល់28បាត់ប៉ុន្តែសប្បាយរីករាយជាមួយនឹងលោកលោកស្រីហើយពិសេសស្មិទ្ធសិល្បករសិល្បករនេះថ្ងៃនេះគឺជាថ្ងៃពិសេសដែលផលិតកម្ម MK បានអញ្ជើញទាំងតារាជើងចាស់បាទហើយនឹងអ្នកល្បីតាំងពីយូរមកដូចជាលោកពូឡាវីបាទលោកអៀងស៊ីវលបាទលោកអៀងស៊ីវលបាទនាងទឹកស្នេហ៍ហើយរីឯផ្នែកអ្នកសម្ដែងនោះមានលោកទេពរិនរោបាទអ្នកនាងអំពូ TV ហើយផ្សេងច្រើនទៀតសូមអខន្តីអភ័យទោសព្រោះថាសូមរៀបរាប់ទាំងអស់ចា៎មិនបានរៀបរាប់ឈ្មោះអត់ទេសូមអធិស្ឋានប៉ុន្តែនាងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះលោកអ្នកនាងកញ្ញាដែលជាសម្រាប់អ្នកស្ដាប់និងអ្នកទស្សនាចា៎សូមអរគុណនៅក្នុងឱកាសឆ្នាំថ្មីសូមមានសុខភាពល្អទាំងគ្នារកទទួលទានមានបានព្រមទាំងមានសុភមង្គលនៅក្នុងក្រុមគ្រួសារជានិរន្តរ៍សូមអរគុណបាទដូច្នេះសូមអញ្ជើញលោកលោកស្រីតាមដានទស្សនានោះតទៅ